ចាត់ជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូទេនាងខ្ញុំឈ្មោះសុកសុភ័ណ្ឌជាគរុនិស្សិតថ្នាក់Dដែលមានលេខរៀងទី26ចាអញ្ចឹងសប្តាហ៍នេះជាសប្តាហ៍ទី5ហើយដែលនាងខ្ញុំបានសិក្សាទៅលើមុខវិជ្ជារង្វាតម្លៃសិក្សាចាអញ្ចឹងថ្ងៃនេះដែរនាងខ្ញុំនឹងធ្វើការសង្ខេបខ្លីៗពាក់ព័ន្ធជាមួយនឹងមេរៀនការវាយតម្លៃនៅក្នុងម៉ោងសិក្សាអញ្ចឹងនៅក្នុងនេះដែរគឺមានច្រើនចំណុចគឺពាក់ព័ន្ធជាមួយនឹងការវាយតម្លៃតាមដំណាក់ការសង្កេតមិនផ្លូវការពាក់ព័ន្ធជាមួយនឹងសំណួរផ្ទាល់មាត់ក៏ដូចជាការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពដែរប៉ុន្តែថ្ងៃនេះខ្ញុំសូមសង្ខេបតែមួយចំណុចទេគឺការវាយតម្លៃទៅតាមដំណាក់អញ្ចឹងគេសួរថាតើការវាយតម្លៃតាមដំណាក់ហ្នឹងគឺជាអីគេអញ្ចឹងការវាយតម្លៃតាមដំណាក់ហ្នឹងគឺជាដំណើរការនៃការប្រមូលភស្តុតាងនិងការរៀនរបស់សិស្សហើយក៏ជាការដែលផ្ដល់មតិកែលម្អដល់គាត់ដែរដែលយើងអាចកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀនរបស់យើងបានហើយក៏ជាការសិក្សាមួយដែលលើកកម្ពស់ទៅដល់សមិទ្ធផលយើងដែរអញ្ចឹងនៅក្នុងនេះដែរដំណើរការនៃការវាយតម្លៃតាមដំណាក់អញ្ចឹងចំពោះដំណើរការនៃការវាយតម្លៃតាមដំណាក់នេះគឺមានដូចជាការប្រមូលភស្តុតាងនៃការសិក្សានៅក្នុងនោះគឺការសង្កេតការសួរសំណួរក៏ដូចជាការដាក់លំហាត់ឲ្យគាត់ធ្វើឬក៏ការស្វ័យសិក្សាហើយបន្ទាប់មកគឺយើងចូលដល់ការវាយតម្លៃភស្តុតាងនៅក្នុងនោះគឺបន្ទាប់ពីយើងសួរសំណួរឬក៏យើងអង្កេតឬក៏យើងដាក់លំហាត់រួចហើយគឺឲ្យគាត់ឡើងធ្វើការបកស្រាយហើយការបកស្រាយរបស់គាត់ហ្នឹងគឺមិនឲ្យមានភាពលំអៀងអីទេនិងបន្ទាប់មកទៀតគឺយើងជាគ្រូបង្រៀនត្រូវផ្ដល់មតិត្រឡប់ទៅដល់គាត់វិញគឺមតិកែលម្អអញ្ចឹងនៅក្នុងមតិកែលម្អនេះគឺយើងអាចកែលម្អដោយភ្លាមឬក៏ការបញ្ជាពេលហើយសូមឲ្យមានការច្បាស់លាស់និងបន្ទាប់ទៀតគឺការលម្អការបង្រៀននៅក្នុងសកម្មភាពរបស់សិស្សហ្នឹងអញ្ចឹងយើងចូលដល់ចំណុចបន្ទាប់គឺប្រភេទនៃការវាយតម្លៃតាមដំណាក់អញ្ចឹងនៅក្នុងប្រភេទនៃការវាយតម្លៃតាមដំណាក់នេះគឺយើងបែងចែកជា2គឺការវាយតម្លៃនៅក្នុងម៉ោងសិក្សាជាមួយនឹងការវាយតម្លៃតាមដំណាក់ដែលផ្អែកទៅលើការវាយតម្លៃជាកញ្ចប់ជាបញ្ចប់អញ្ចឹងសួរថាតើការវាយតម្លៃតាមដំណាក់ហ្នឹងជាអីគេអញ្ចឹងការវាយតម្លៃតាមដំណាក់ហ្នឹងគឺវាគឺជាការវាយតម្លៃនៅក្នុងម៉ោងសិក្សាសំទោសគឺវាមាន2ប្រភេទការវាយតម្លៃតាមដំណាក់ហ្នឹងគឺមាន2ប្រភេទទៀតគឺការវាយតម្លៃនៅក្នុងម៉ោងសិក្សានិងការវាយតម្លៃតាមដំណាក់ផ្អែកទៅលើការវាយតម្លៃបញ្ចប់ចាអញ្ចឹងយើងសង្កេតឃើញថាការវាយតម្លៃនៅក្នុងម៉ោងសិក្សានេះគឺវាកើតឡើងទៅតាមរយៈការសង្កេតរបស់គ្រូគឺជាការសួរសំណួរផ្ទាល់ទៅកាន់សិស្សក៏ដូចជាការផ្ដល់មតិកែលម្អនឹងសូមបន្តទៀតគឺមិញដល់ចំណុចការវាយតម្លៃនៅក្នុងម៉ោងសិក្សាអញ្ចឹងការវាយតម្លៃនៅក្នុងម៉ោងសិក្សានេះគឺកើតឡើងទៅតាមរយៈការអង្កេតរបស់គ្រូផ្ទាល់អញ្ចឹងការអង្កេតរបស់គ្រូនេះគឺមានជាការសាកសួរសំណួរទៅកាន់សិស្សក៏ដូចជាការបន្ទាប់ពីការសាកសួរគាត់ឆ្លើយតបហើយគឺយើងផ្ដល់ជាមតិកែលម្អទៅកាន់គាត់ឲ្យតាន់ពេលវេលាជាមួយនឹងការកែលម្អការបង្រៀនហើយនឹងការរៀនហ្នឹងឲ្យតាន់ពេលឧទាហរណ៍ថាយើងសួរសំណួរទៅកាន់គាត់ដូចថាតើតើជាមួយនឹងសំណួរអ្វីមួយឬក៏លំហាត់អីមួយយើងសួរថាបញ្យល់ថែមថាកូនតន់អ្វីដែលគ្រូបានបញ្យល់កូនដែរអត់ឬក៏គ្រូបញ្យល់ទៅកាន់កូននឹងច្បាស់ដែរអត់អញ្ចឹងបើសិនជាគាត់ប្រាប់ថាមិនសូវច្បាស់កន្លែងនេះយើងអាចធ្វើការកែលម្អបន្ថែមលឿនពេកឬក៏យឺតពេកអញ្ចឹងយើងអាចផ្ដល់ feedback ជូនគាត់ភ្លាមបានឬក៏ធ្វើការកែលម្អការបង្រៀនបាទយើងក្នុងនាមជាគ្រូនឹងបានតាន់ពេលអញ្ចឹងមុនហ្នឹងគឺពាក់ព័ន្ធជាមួយការវាយតម្លៃការវាយតម្លៃតាមដំណាក់បែងចែកជា2ហ្នឹងគឺក្នុងម៉ោងសិក្សាហ្នឹងក៏មាន2ទៀតគឺក្នុងម៉ោងសិក្សាហ្នឹងវាមានភ្លាមហើយនឹងមានគម្រោង
ឬក៏គេហៅថាភ្លាមហើយនឹងបានក្រុងទុកអញ្ចឹងការវាតម្លៃនៅក្នុងម៉ោងសិក្សាភ្លាមនេះគឺមានន័យថាគឺវាកើតឡើងនៅពេលដែលគ្រូនឹងគឺមានអន្តរកម្មជាមួយនឹងសិស្សបានន័យថាតំណែងតំណងសួរសំណួរឆ្លើយអីផ្សេងសកម្មភាពនៅក្នុងថ្នាក់ហ្នឹងឬក៏អន្តរកម្មថាការងារក្រុមហើយចំពោះការវាតម្លៃនៅក្នុងម៉ោងសិក្សាដែលបានក្រុងទុកវិញគឺវាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់សំណួរឬថាការប្រើប្រាស់កម្រងសំណួរដែលយើងបានរៀបចំជាឯកសាររួចរាល់ហើយឬក៏កិច្ចការដែលយើងបានបង្រៀនហ្នឹងយើងដាក់ជូនគាត់ហើយមួយវិញទៀតពាក់ព័ន្ធជាមួយនឹងភាពខុសគ្នារវាងប្រភេទនៃការវាតម្លៃតាមដំណាក់ចឹងគេថាការវាតម្លៃនៅក្នុងម៉ោងសិក្សាហ្នឹងគឺវាមានអត្ថប្រយោជន៍ជាវិជ្ជមានបំផុតដែលបានចងក្រងជាឯកសារសម្រាប់ការបង្កើតសមិទ្ធផលរបស់សិស្សហើយដំណើរការវាតម្លៃតាមដំណាក់ទៀតហ្នឹងគឺវាកាន់តែខិតជិតទៅនឹងការបង្រៀនហើយនឹងរៀនហើយវាកាន់តែមានប្រសិទ្ធភាពទៀតចឹងចំពោះធាតុសំខាន់នៅក្នុងដំណើរការនៃការបង្រៀនហ្នឹងគឺវាប្រកបទៅដោយប្រសិទ្ធភាពគឺការបានន័យថាវាមានការត្រួតពិនិត្យដោយគ្រូហើយដើម្បីបញ្ជាក់អំពីប្រតិកម្មរបស់សិស្សចំពោះការបង្រៀនចឹងចំណុចសំខាន់នៃការវាតម្លៃនៅក្នុងម៉ោងសិក្សាហ្នឹងគឺវាមាន2ទៅទៀតគឺការសួរសំណួរជាមួយនឹងការសង្កេតរបស់គ្រូអញ្ចឹងយើងត្រូវដឹងថាក្នុងនាមយើងជាគ្រូយើងត្រូវដឹងអំពីអារម្មណ៍របស់សិស្សនឹងឬក៏យើងសង្កេតទៅលើសកម្មភាពនៃការចូលរួមនៅក្នុងថ្នាក់រៀនរបស់យើងនឹងនៅពេលដែលយើងកំពុងតែបង្រៀននឹងអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមសង្កេតពីគាត់យើងនឹងដឹងថាគាត់ចូលរួមសកម្មភាពបែបម៉េចនៅក្នុងថ្នាក់សកម្មឬក៏អសកម្មអញ្ចឹងយើងក៏អាចធ្វើការកែតម្រូវទៅលើគាត់បានហើយបើសិនជាការបង្រៀនរបស់យើងនឹងទៀតសោតគាត់អត់តាន់លឿនពេកឬក៏យឺតពេកយើងក៏អាចកែតម្រូវការបង្រៀនរបស់យើងនឹងបានដែរចាអរគុណ